វីដេអូនេះខ្ញុំផ្ញើជូនជនអត់ខួរមួយចំនួនទូចដែលចង់បានល្បីចង់បាន like share ខុសរបៀបខុសកលៈទេសៈចា៎យើងឃើញហ្នឹងណាក្រសួងប្រកាសឲ្យប្រកាសទៀតថាកុំឲ្យថតផុសពីការចល័តតបពីការដឹកគ្រឿងសភាវុធតែនៅតែថតផុសណាធ្វើឲ្យខាងថៃយកព័ត៌មាននឹងយកទៅចែកចាយឲ្យតបរបស់គេអ្នកឯងផុសនឹងចង់បានអីគេណាអ្នកឯងចង់បានអីគេអាយុជីវិតពលរដ្ឋជាង17លាននេះណាអ្នកឯងកំពុងតែដូរជាមួយនឹងភាពល្បីចង់បាន like បាន share ហ្នឹងឯងយល់ទេមិនក៏ក្បាលរឹងសបើមិនហ៎អ្នកឯងផុសហ្នឹងបំណងអីពេលខ្លះទៅចង់ជារនុកក្នុងឲ្យជនជាតិសៀមហ្នឹងតាណាចែករំលែកព័ត៌មានសម្ងាត់របស់ជាតិខ្លួនឯងឲ្យខាងថៃដឹងអ្នកឯងស្មានថាគេហ្នឹងអត់ចេះខ្មែរមែនមិនខ្វះទេអ្នកដែលគេចេះខ្មែរហើយគេយកព័ត៌មានហ្នឹងទៅចែកចាយឲ្យខាងតបរបស់គេយើងមានអីគេខ្លះយើងចេញមកមានអីខ្លះរបស់អីខ្លះណាហើយមិនក៏ចូលចិត្តផុសហ្មងក្រសួងប្រកាសឲ្យប្រកាសទៀតមិនក្បាលរឹងសបើហ្មងណាអីក៏ខុសរបៀបហ្មងអ្នកឯងកើនហ្មងណាក្នុងវីដេអូហ្នឹងខ្ញុំផ្ញើជនអត់ខួរខ្ញុំនិយាយចឹងហ្មងទៅព្រោះក្រសួងប្រកាសឲ្យប្រកាសទៀតថាកុំឲ្យថតគ្រឿងសភាវុធថតការចល័តតបរបស់ខ្មែរយើងតែអ្នកឯងនៅតែផុសគឺចេតនាអ្នកឯងខ្ញុំចង់ធ្វើរនុកក្នុងឲ្យថៃមែនបានខំប្រឹងសបើហ្មងចង់បាន like share ល្បីខុសរបៀបហ្មងកលៈទេសៈនេះត្រូវជាការលាក់ការសម្ងាត់អ្នកឯងឃើញជនជាតិថៃដែលប្រហោះហ៎គេលាក់ការឡើងសម្ងាត់បើចង់ផុសអ្នកឯងជួយជាតិដោយណោះស្វែងរកព័ត៌មានរបស់គេណោះកន្លែងលាក់ខ្លួនគេនៅណាគ្រឿងសភាវុធគេទុកនៅណាអាហ្នឹងបានអ្នកឯងជួយជាតិរបស់យើងជួយខាងយើងតែនេះអ្នកឯងអត់ទេណាបើសិនជាមានកន្លែងលាក់ខ្លួនរបស់តាហ៊ានយើងមានកន្លែងលាក់គ្រឿងសភាវុធរបស់យើងអ្នកឯងដឹងនៅណាស្រួលប្រហោះទៀតនេះប្រហោះប្រាប់គេទៀតអីក៏ចង់បានល្បី like share ខុសរបៀបហ្មងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនហើយក៏សុំទោសបងប្អូនទាំងអស់គ្នាដែលខ្ញុំនិយាយរៀងលើសលុះហ្នឹងព្រោះវាក្តៅពេកព្រោះឃើញលើកមុនក៏នៅតែអញ្ចឹងក៏មានអ្នកថតផុសទោះបីក្រសួងប្រកាសឲ្យប្រកាសទៀតមិនក៏នៅមានអ្នកថតផុស